គឺនិយាយអំពីធោថាវត្តបាតម៉ោងហ្នឹងដែលសំខាន់គឺនៅក្នុងចំណុច3ចំណុចទី1គឺថាសពបាបស្សៈអករណង្សមិនឲ្យធ្វើនៅអំពើបាបទាំងពួងទី2កុសលសោបសម្បទាញ៉ាំងកុសលឲ្យដល់ព្រមធ្វើបំពេញកុសលនឹងឲ្យបានច្រើនណាទេដល់ទី3នោះគឺថាសច្ចចិត្តប្រយោជន៍តប៉ុណ្ណាគឺថាជំរះចិត្តឲ្យស្អាតផូរផង់នេះឲ្យដែលជាធัวនៅក្នុងចំណុចនៃបនមេកបូជាដែលយើងនិយាយពីមាសវែងឆ្ងាយលើចូលនិយាយបរិយាយអំពីធัวមួយចំណុចដែលនិយាយអំពីបាតិម៉ោកហ្នឹងណាអញ្ចឹងគឺគុណចាស់បកស្រាយថាការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមិនឲ្យធ្វើនៅអំពើបាបទាំងពួងហ្នឹងមានសេចក្តីមានន័យយ៉ាងណាសូមគុណចាស់រតនីនិមន្តបរិយាយទៅកណ្ណាទេសាធុតកតងនឹងអវត្តទី1គឺសព្វបាបស្សៈអករណង្សគឺការមិនធ្វើបាបនឹងអវត្តនេះគឺញាតិញោមស្ដាប់ទៅប្រហែលជាមិនធុញណាញាតិញោមហ្នឹងហើយលើតែអវត្ត3ហ្នឹងគឺថាប្រសងយើងសម្ដែងមកគឺច្រើនក៏ប៉ុន្តែវាអត់មានអីរឿងថាយើងត្រូវធុញទេទៀតហ្នឹងរឿងការយើងយល់ក្នុងអត្ថក្តីនៃធัวជ្រៅឬក៏រយៈយ៉ាងណាមិនសំខាន់ទេសំខាន់សទ្ធាទឹកចិត្តរបស់យើងគឺថាមិនធុញមានសទ្ធាក្នុងការស្ដាប់បើញាតិញោមគឺថាតន្ទឹងរងចាំនៅក្នុងតែចំណុចមួយថាចង់ឲ្យលោកបញ្យល់ធម៌ឲ្យបានល្អិតល្អន់ឬក៏ធម៌ណាប្លែកខុសពីនឹងអាហ្នឹងគឺมันអាចបំពេញបំណងញាតិញោមបានទេទៀតហ្នឹងអញ្ចឹងដើម្បីដែលយើងអាចពេញបានគឺសទ្ធារបស់យើងកើតមានគឺថាស្ដាប់ដោយសេចក្តីជ្រះថ្លាអញ្ចឹងតកតងនឹងអវត្តទី1គឺការមិនឲ្យធ្វើនៅអំពើបាបទាំងពួងការដែលមិនធ្វើបាបទាំងពួងវាជាឈ្មោះនៃការញ៉ាំងនៅកុសលហ្នឹងឬក៏ជាឈ្មោះនៃការចម្រើននៅកុសលនឹងឲ្យកើតឡើងហ្នឹងមិនថានឹងការចម្រើនបុណ្យកុសលនេះក្នុងភេទជាបព្វជិតទេសូម្បីថាញាតិញោមជាក្រហោះអ្នកគ្រប់គ្រងផ្ទះហ្នឹងក៏ត្រូវតែចម្រើននៅកុសលនេះឲ្យកើតឡើងដែរនឹងបព្វជិតក៏វាបងបើសិនជាដែលឈ្មោះថាបព្វជិតគឺជាបុគ្គលដែលបានលះបង់នៅការបៀតបៀននឹងបានជាឈ្មោះនៃបព្វជិតនឹងឈ្មោះថាសាមណៈគឺជាអ្នកលះបង់នៅការបៀតបៀនអាយុសត្វសង្ខាររបស់សពសត្វតនិកផងគ្នាអីចឹងទៅហ្នឹងអញ្ចឹងអំពើបាបនេះគឺជាអំពើមួយដែលមិននាំមកនៅសេចក្តីចម្រើនហើយបុរាណអ្នកបរោះឬក៏វិញ្ញូជនជាបណ្ឌិតជាអ្នកប្រាជ្ញហ្នឹងក៏លោកបានលះបង់ដែរអំពើបាបហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបុគ្គលគឺគួរតែកុំគប្បីធ្វើនៅអំពើបាបទាំងពួងហ្នឹងបាបនេះគឺតែនាំមកនៅសេចក្តីទុក្ខមិនថាបុគ្គលណាទេទៀតបរិជាក៏ធ្វើទៅប្រព្រឹត្តនៅក្នុងអំពើអាក្រក់គឺរមែងបាបហើយមិនមែនថាជាបរិជាហើយអាចជាផុតអំពីរឿងអំពើបាបទេបាបដូចគ្នាទាំងអស់ហើយបរិជាក៏ធ្លាក់នរកដែរហ្នឹងហើយមិនមែននៃយមរាជឬក៏នរកនឹងស្វាគមន៍ទៅចំពោះអ្នកក្រអ្នកមានឋានៈតូចទាបមិនមែនទេរឿងអំពើបាបនេះគឺយុត្តិធម៌ញាតិញោមហ្នឹងហើយជាពិសេសក្នុងពេលបច្ចុប្បន្នហ្នឹងបុគ្គលនឹងទទួលនៅភាពសៅមងក្នុងចិត្តច្រើនតែធ្វើបាបច្រើនគឺសៅមងហើយទៀតដេកហ្នឹងក៏អត់សុខដែរយូរសពឃើញតែនិមិត្តអាក្រក់អីចឹងទៅគេមកដេញមកកាប់សម្លាប់អីចឹងទៅអាហ្នឹងគឺជានិមិត្តនៃអំពើអាក្រក់ដែលយើងបានសាងហ្នឹងចិត្តហ្នឹងវាមានការផិតភ័យខ្លាចនៅក្នុងអញ្ញានៃអំពើអាក្រក់ហ្នឹងទាំងផ្លូវកាយរបស់យើងហ្នឹងក៏វាអត់សុខផ្លូវចិត្តរបស់យើងហ្នឹងក៏វាអត់សុខដែរហ្នឹងអំពើបាបញាតិញោមអញ្ចឹងគឺព្រះអង្គឲ្យយើងចម្រើននៅកុសលទាំងពួងមានទានកុសលនិងសីលកុសល
សមាធិកុសលត្រូវចម្រើនទាំងអស់នឹងត្រូវប្រព្រឹត្តគ្រប់អេរិយាបថទាំងអស់សេចក្តីល្អអ្វីដែលនាំមកនៅសេចក្តីសុខដល់យើងគឺត្រូវយើងសាងហ្នឹងអញ្ចឹងសេចក្តីល្អទាំងអស់នឹងឯងវាជាហៅថាបកតោបនិស្សយបច្ច័យទេនឹងវារមែងជាបច្ច័យធ្វើឲ្យយើងបានត្រាស់ដឹងនៅវិមុតតិធម៌ត្រាស់ដឹងនៅសន្តិបត្តិគឺព្រះនិព្វាននឹងរួចចាកនៅកិលេសក្នុងសន្តានពេលដែលអស់កិលេសទៅវាលែងមានអីត្រូវបន្តជាតិកំណើតទៀតហើយទៀតសេចក្តីទុក្ខរឿងក្នុងវដ្តសង្សារនេះវាមានច្រើនបែបច្រើនប្រការណាគឺគួរឲ្យធុញគួរឲ្យចិនឆ្អន់ណាវារំខានរហូតដូចសេចក្តីលើកខាងដើមតាក់ទងរឿងមាអញ្ចឹងទោះបីថាត្រាស់ដឹងជាពុទ្ធហើយនៅតែមាមករំខានអញ្ចឹងវាអត់សុខញាតិញោមតើយើងទៅផុតអំពីឋានក្នុងភពហ្នឹងបានវាផុតទុក្ខអញ្ចឹងគឺយើងប្រតិបត្តិធម៌យើងលះបង់នៅអំពើបាបសន្សំសាងនៅសេចក្តីល្អហ្នឹងគឺដើម្បីជាបដិបទាប្រព្រឹត្តទៅលះបង់នៅជាតិកំណើតលះបង់នៅទុក្ខដែលវាមានសេសសល់យើងលះបង់អត់ទាន់អស់ហ្នឹងត្រូវខំប្រឹងធ្វើខំប្រឹងសាងរៀងខ្លួនវាអត់មានអីត្រូវគិតវែងឆ្ងាយថាអីនឹងធ្វើបន់តាំងឃើញបានអីផងហ្នឹងធ្វើបន់អស់តែលុយហ្នឹងស្ដាប់ពធខាតតែពេលវេលាចុកតែចង្កេះហ្នឹងឃើញទេអាហ្នឹងគឺវាអញ្ចឹងញាតិញោមពុទ្ធបរិស័ទគឺកុសលមិនងាយសាងទេសម្រាប់បុគ្គលដែលអត់មានសទ្ធាអត់មានភាពចេះដឹងក្នុងព្រះពុទ្ធសាសនាគឺថាខ្លាចរហូតខ្លាចខាតខ្លាចតែមិនចំណេញអញ្ចឹងគុំចាហ្នឹងហើយរឿងស្ដាប់ពធគឺមិនមែនស្ដាប់ដើម្បីចំណេញទេហ្នឹងគឺស្ដាប់ដើម្បីអស់មិនមែនស្ដាប់ដើម្បីបានទេធ្វើទានធ្វើកុសលថ្នាក់សិលក៏ដោយគឺធ្វើដើម្បីអស់មិនមែនធ្វើដើម្បីបានទេគុំចាស់ញាតិញោមពុទ្ធបរិស័ទទៅជ្រាបកន្លែងហ្នឹងទៀតយើងគិតថាយើងធ្វើទានដើម្បីបានហ្នឹងឯងបានយើងទុកទោសមនោះរឿងការធ្វើទានហ្នឹងនឹងកើតនៅកលយុគអ្នកកាន់ពុទ្ធសាសនារាល់ថ្ងៃហ្នឹងគឺថាកើតនៅភាពថាចម្រូងចម្រាសហ្នឹងច្រើនមែនតែនទៀតនឹងដោយសារយើងធ្វើទានដើម្បីបានហ្នឹងបានអីបាននៅមុខមាត់បាននៅការសរសើរបាននៅការអីភាពល្អខ្ពង់ខ្ពស់អីចឹងទៅបើធ្វើសិលធ្វើដើម្បីល្បីធ្វើដើម្បីឲ្យគេសរសើរហ្នឹងឃើញទេយើងដើម្បីបានអញ្ចឹងវាអត់សុខទេយើងបានយើងចង់បានធ្វើអីវត្ថុនៅក្នុងโลกវាអត់មានអីយើងត្រូវចង់បានទេវាត្រូវតែលះបង់ហ្នឹងឯងតើយើងលះបង់បានយើងធ្វើនៅទីបំផុតទុកគឺព្រះនិព្វានបានអញ្ចឹងគឺញាតិញោមពុទ្ធបរិស័ទលះបង់នៅបាបទាំងពួងគឺការញ៉ាំងនៅកុសលចម្រើននៅកុសលឲ្យច្រើនឡើងទៅក្នុងសន្តានចិត្តទៀតនឹងសូមចូលរួមប៉ុណ្ណឹងទេកណាអរគុណគុណចាស់ស្រីធ្រូចំហ៊ានតែបានលើកអំពីការដែលមិនឲ្យធ្វើនៅអំពើបាបទាំងពួងញាតិញោមស្គាល់លក្ខណៈបាបប៉ុណ្ណឹងណាញាតិញោមហ្នឹងហើយរឿងបាបទាំងពួងនេះមានច្រើនណាពាក្យថាបាបទាំងពួងនោះវាមានច្រើនកណាមិនមែនតែមួយទេបាបហ្នឹងវាតាមរយៈផ្លូវកាយតាមរយៈផ្លូវវិចាតាមរយៈផ្លូវចិត្តណាហ្នឹងហើយចិត្តបាបឬក៏រយៈតាមផ្លូវកាយហ្នឹងគឺថាធ្វើអំពើអាក្រក់ដោយកាយហ្នឹងញាតិញោមពុទ្ធបរិស័ទបានដឹងហើយថាអ្នកដែលធ្វើអំពើបាបផ្លូវកាយនោះដូចជាទៅសម្លាប់គេលួចប្លន់ទ្រព្យសម្បត្តិគេប្រព្រឹត្តខុសនៅក្នុងកាមអាហ្នឹងក៏បាបនឹងយើងឲ្យស្គាល់លក្ខណៈថាបាបហ្នឹងដែលថាព្រះអង្គឲ្យលះបង់អំពើបាបហ្នឹងគឺលះបង់នៅអំពើណាដែលមិនទៅបៀតបៀនគេមិនទៅសម្លាប់គេហ្នឹងឯងដូចជានៅក្នុងវត្តមកព្រះអង្គសម្ដែងថាអនុពវិតោអនុពធាតោបាតមោខេចសង្វរោហ្នឹងគឺនិយាយដាស់តឿនទាំងភិក្ខុទាំងបរិស័ទទាំងអស់ឲ្យស្ថិតនៅក្នុងអំពើល្អមិនបៀតបៀនគេណាក្នុងសាមណៈអីហ្នឹងគឺថាមិនបៀតបៀនគេមិនតែដៀលគេអាហ្នឹងគឺជាលក្ខណៈមួយដែលយើងត្រូវដឹងថាអំពើបាបហ្នឹងវាស្ដែងចេញមកពីហ្នឹងឯងទៀតកណាញាតិគុណចាស់បានដឹងថាបាបអីមានអីទៀតបាបរយៈដែលច្រើនហ្នឹងកណាពាក្យថាបាបហ្នឹងណា
លះបង់បាបនោះបរិយាយបាបថាបាបនោះវាមានស្អីខ្លះទៅទៀតហើយបរិយាយច្បាស់ចែកជូនញោមតែម្ដងព្រឹកហ្នឹងដែរកណានេះគឺណានិយាយរឿងបាបហ្នឹងគឺវាច្រើនណាស់ញាតិញោមសមុទ្ឋាននៃការញ៉ាំងបាបឲ្យកើតឡើងហ្នឹងគឺមានច្រើនណាមានផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តហ្នឹងហើយយើងបរិយាយទៅតាមផ្លូវវិជ្ជាហ្នឹងគឺថាប៉ះពាល់ញាតិញោមច្រើនណាស់ហ្នឹងហើយញាតិញោមមិនអត់អីទេដើម្បីជួយបញ្យល់គាត់ថាយើងមិនថាឲ្យគាត់ទេតែជាការថាអ្វីខ្លះដែលនាំឲ្យយើងកើតបាបហ្នឹងហើយក៏បីវាបងបើមិនអញ្ចឹងគាត់អត់វាបងទេណាវិជ្ជាបាបហ្នឹងដូចពាក្យសាមញ្ញគេហៅថាមនុស្សជើងចូលចិត្តញ៉ាំត្រាវណាទេណាមុនទៀតមកញ៉ាំត្រាវមិនចឹងញ៉ាំត្រាវហ្នឹងគឺថាមកកហ្នឹងទៅជាតនេទេមាត់ហ្នឹងគឺចង់តែនិយាយចង់តែពោលតែរឿងអាក្រក់របស់គេហ្នឹងតាអាត្មាហ្នឹងលះមិនតាន់បានញាតិញោមគុំចាស់ញាតិញោមគ្រប់គ្នាហ្នឹងលះមិនតាន់បានទេហ្នឹងរឿងចូលចិត្តញ៉ាំត្រាហ្នឹងនិយាយដើមគេហ្នឹងហើយនិយាយហ្នឹងគឺថាច្រើនតែធ្លាក់ទៅនៅក្នុងហៅថាអ៊ីសាហ្នឹងអ៊ីសាគឺការចំណែនដល់ពេលចំណែនទៅវាកើតអារឿងនិយាយដើមគេដើម្បីឲ្យជួនអតីស្អប់នឹងខ្លួនវាស្អប់គេហើយអញ្ចឹងណែនដឹកនាំគេដើម្បីគេស្អប់ជាមួយខ្លួនដែរឃើញទេនឹងដោយសារចំណែននឹងអញ្ចឹងគឺថារឿងការនិយាយរឿងអាក្រក់របស់អ្នកអតីនឹងគឺបើសិនជាចិត្តរបស់យើងវាមិនល្អការនិយាយវាអត់ចេះចប់ទេនឹងទោះបីគេនោះគេមិនបានប្រព្រឹត្តធ្វើក៏យើងចេះតែនិយាយជាថានឹងទៅតាមកំហឹងតាមកំហល់សេចក្តីក្រោធរបស់ខ្លួនអីចឹងទៅនឹងត្រូវជេរត្រូវបហាដោយដំបងគឺមាត់នឹងសុទ្ធតែវិចារមួយដែលអាក្រក់ជួនអតីបុគ្គលអតីមិនចង់បានមិនស្រឡាញ់មិនចូលចិត្តតែនៅតែប្រព្រឹត្តហ្នឹងអញ្ចឹងវាជាអំពើបាបទៅតាមផ្លូវវិចាររបស់យើងហ្នឹងញាតិញោមហើយមានទោសទៀតទោសបច្ចុប្បន្នវិចារហ្នឹងបច្ចុប្បន្នក៏ឲ្យផលដែរនឹងត្រូវគេវាយទៅយើងមាត់អាក្រក់ពេកហ្នឹងរឿងមិនគួរដល់ការខឹងផងហ្នឹងគឺថាខ្លួនឯងទម្លាប់ចូលចិត្តនិយាយតែពាក្យអាក្រក់ហ្នឹងមីនេះមីនោះអីចឹងទៅនឹងអត់កំណើតអដេរិឆានជាថាចឹងទៅជាប់អារឿងវិជ័យវិញ្ញាតចឹងដូចភិក្ខុមួយអង្គជាព្រះអរហន្តហើយហ្នឹងក៏នៅតែមានវិចារអាក្រក់ដែរឃើញទេជាប់មកអញ្ចឹងមនុស្សយើងចូលចិត្តសំរឿងអាក្រក់ហ្នឹងដល់ពេលអញ្ចឹងគេអត់ស្រឡាញ់ទេទៀតរឿងវិចារអាក្រក់ហ្នឹងខ្ញុំកណាក៏ចង់បានតែគេនិយាយល្អគុំចាស់ក៏ចង់បានតែគេនិយាយល្អដាក់ដែរហ្នឹងអញ្ចឹងវាចាដែលអាក្រក់ហ្នឹងវាមិនពិរោះពិសាមិនជាទីគប់ចិត្តសម្រាប់បរិសុទ្ធស្ត្រីទាំងឡាយទេទាំងហ្នឹងហើយមាននៅសេចក្តីទុកនឹងទោសនៃវិចាអាក្រក់ហ្នឹងទោសនៃវិចានិយាយបំបាច់បំបាក់ញុះញង់អ្នកដតីហ្នឹងគឺថាមានទោសច្រើនណាស់ធ្លាក់នរកទៅគឺថាត្រូវនឹងដង្កូវរុកមាត់ញាតិញោមកើតទៅជាប្រែតក៏មានដង្កូវនៅក្នុងមាត់អញ្ចឹងហ្នឹងមាត់នឹងទៅជាមាត់អាក្រក់ហ្នឹងបើសិនជាមកកើតជាមនុស្សវិញថ្មិញហ្នឹងអត់ស្អាតទេញាតិញោមដែលថ្មិញអត់ត្រង់ជួរអីហ្នឹងកប៉ិតកប៉ោតហ្នឹងអាហ្នឹងគឺថាធ្លាប់និយាយដើមគេនិយាយពាក្យអាក្រក់ញុះញង់បំបាច់បំបាក់គេអាហ្នឹងវិចារអាក្រក់ហ្នឹងគឺថាវាមានទុកអញ្ចឹងការដែលយើងធ្លាក់នរកត្រូវទទួលរងទុកនឹងដោយទោសនឹងកើតចេញអំពីវិចារអាក្រក់ត្រូវដង្កូវនឹងមករុកនៅក្នុងមាត់អីចឹងទៅហ្នឹងមាត់ហ្នឹងវាអត់ស្អាតទេញាតិញោមវាអត់ស្អាតទេអញ្ចឹងយើងលះបង់ចោលធានវិចារអាក្រក់គឺជាផលនៃអកុសលកម្មញ៉ាំងនៅវិបាកញ៉ាំងនៅបដិសន្ធិនៃសត្វហ្នឹងឲ្យទៅកើតក្នុងទីដែលមិនល្អហ្នឹងដោយអំណាចនៃវិចារជាទុច្ចរិតទេធានហើយមានច្រើនទៀតការបំបែកក៏វាមានសន្តានវាដែរនឹងការបំបែកហ្នឹងគឺថាមានការនិយាយអាក្រក់បែបសន្តាននៃមនុស្ស
នឹងមនុស្សមានឋានៈតូចទាបកណ្ដាលនឹងខ្ពស់នឹងថាមនុស្សដែលមានឋានៈខ្ពស់នឹងការនិយាយហ្នឹងគឺថាវាចែកទៅតាមស្ថានរបស់មនុស្សដែរអញ្ចឹងទៅបើសិនជាមនុស្សនឹងមានឋានៈតូចទាបជាមនុស្សដែលមិនមានអំណាចកម្លាំងខ្សោយទៅយើងនិយាយវិចារតែ3 4ម៉ាត់អ្នកហ្នឹងគឺបែកខ្ចាត់ខ្ចាយអស់ហើយអត់នៅទេតែបើសិនជាមនុស្សដែលគេខ្ពងខ្ពស់គេមានបញ្ញាគេមានបុណ្យផាន់គេគឺយើងនិយាយមិនងាយគេបែកទេអញ្ចឹងត្រូវញ៉ាំងនៅហៅថាអកុសលចិត្តផាន់យើងហ្នឹងអកុសលចិត្តផាន់យើងវាកើតខ្លាំងហ្នឹងដល់ពេលខ្លាំងទៅទោសហ្នឹងវាឲ្យក្នុងលំដាប់មួយថាទោសអនន្តរិយកម្មដូចជាព្រះទេវទត្តអញ្ចឹងថាប្រពុតគឺថាមិនមែនបុគ្គលល្មមទៅអាចញ៉ាំងព្រះអង្គឲ្យដល់នៅសេចក្តីទុក្ខវេទនាបានទេអញ្ចឹងត្រូវតែកែនពួលត្រូវតែកែនកម្លាំងខ្លួនឯងឲ្យខ្លាំងដើម្បីធ្វើយ៉ាងណាឲ្យប្រពុតហ្នឹងវិនិច្ឆ័យហ្នឹងហើយឋានៈដោយប្រពុតយើងទៅបៀតបៀនទៅញុះញង់ទៅនិយាយបំបាយបំបាក់អីសពគ្រប់ដល់ពេលអញ្ចឹងទៅទោសវាទៅធ្ងន់តាមនឹងដែរចឹងញាតិញោមពុទ្ធបរិស័ទរឿងការដែលយើងមាននៅចេតនាដ៏អាក្រក់ពោលពាក្យញុះញង់បំបាយបំបាក់ពោលពាក្យតែក្រូតក្រៀតជេរបតិចអ្នកដតីនេះគឺថាបើយើងជេរចំពោះបុគ្គលដែលមានគុណធម៌ទាបឬក៏អត់គុណធម៌តែម្ដងអាហ្នឹងវាទោសវាតិចតាមហ្នឹងតែបើយើងជេរយើងបតិចចំពោះបុគ្គលអ្នកដែលមានគុណធម៌ខ្ពស់ដូចជានឹងព្រះសម្មាសម្ពុទ្ធឬក៏ចំពោះបុគ្គលដែលបានសម្រេចនូវគុណធម៌ណាមួយអីចឹងទៅទោសធ្ងន់តាមនឹងដែរហ្នឹងដោយសាររឿងវិចាររបស់យើងហ្នឹងឯងគណាចូលរួមប៉ុណ្ណាអរគុណគិនចាស់ចាក់ស្ដែងបច្ចុប្បន្ននេះដែលពើបាបវាមានច្រើនស្ថានហ្នឹងហើយបាបខ្លះបៀតបៀនពុកម្ដាយក៏បាបណានិយាយពាក្យអាក្រក់ដល់អ្នកដទៃក៏បាបកណាណានឹងបាបទាំងកាយបាបទាំងវិចារនឹងប្រមាថមេងាយណាកណាដូចជាមេត្តាបិតាជាព្រះអរហន្តរបស់កូនប្រុសស្រីហ្នឹងស្រាប់តែព្រឹកឡើងគាត់បើកវិទ្យុស្ដាប់ធនតិចជេរម៉ែជេរអីចឹងទៅកណារំខានហ្នឹងហើយរំខានអីចឹងហ្នឹងគាត់បាបណាបាបតាមវិចារដល់កាយហ្នឹងទៅវាយទាត់គាត់ទៀតអាហ្នឹងបាបតាមហ្នឹងទៀតហ្នឹងបានថារឿងកាយរឿងវិចារដែលគុណចាស់បាននិយាយថាជួនកាលអ្នកខ្លះចូលចិត្តនិយាយបែបនិយាយដើមដែលយើងនិយាយថាពាក្យភាសាសាមញ្ញគេថាឆាន់ត្រាវស៊ីត្រាវហ្នឹងណាហ្នឹងគឺជារឿងមួយដែលគេនិយាយតែបើយើងនិយាយពីសភាពនៃនេះគេថាមនុស្សដែលចូលចិត្តនិយាយរឿងអាក្រក់និយាយចាក់ដោតតាមផ្លូវវិចារហ្នឹងឃើញគេបានសុខខ្លួនឯងហ្នឹងនៅមិនសុខមិនទៅកណាដូចលមមាត់ដូចអញ្ចឹងមែនកណាលមមាត់អញ្ចឹងទៅនិយាយពីនេះនិយាយពីនោះណានេះអាក្រក់ណានេះល្អណានោះមិនល្អអីអញ្ចឹងទៅបំបីបំបាក់គេហើយជួនកាលគេពងបានសុខប្តីពុនគេអញ្ចឹងណាកណាមនុស្សហ្នឹងវាជាមើលទៅដូចជាមិនពេញចិត្តនៅក្នុងការដែលគេរស់នៅហ្នឹងទេតែនិយាយហ្នឹងប្រពន្ធណៃមិនកើតទេចេះមួយចុះមួយធ្វើមិនដើម្បីគេបែកបាក់គ្នាអាហ្នឹងវាស្ដែងទៅតាមវិចារហ្នឹងហើយអញ្ចឹងវិចារហ្នឹងបើសិនណាវិចារយើងចេះប្រើឲ្យគេសុកឲ្យគេតុកកណាប៉ុន្តែជួនកាលវាមិនឲ្យគេតុកទេទៅក៏អាចតុកខ្លួនឯងទៀតកណាអាហ្នឹងបាធ្វើចិត្តបានណាគេអត់រវល់មួយហ្នឹងហើយគេជួនកាលគេវាបែកមាត់ជួនកាលគេសម្លាប់ចោលអីដែរដោយសារវិចារយើងហ្នឹងវាអត់មានការសង្រួមរវាងអញ្ចឹងបានថាព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងវាចានៅអំពើបាបកណាទាំងផ្លូវកាយអីហ្នឹងយើងមិនទៅលួចសម្លាប់គេដើម្បីគ្រាន់តែថាជីវិតរបស់យើងមួយណាកូនចាកណាជីវិតយើងមួយហើយយើងទៅសម្លាប់គេនេះទៅប្លន់គេអីហ្នឹងកណាមិនល្អទេអាហ្នឹងវាជាលក្ខណៈអំពើអាក្រក់ហ្នឹងហើយដែលយើងទៅប្រព្រឹត្តខុសក្នុងការមេអីកូនចាស់ណាហ្នឹងហើយវាជួនកាលយើងបានត្រឹមតែមកសុបាយប៉ុណ្ណឹងតែទីបំផុតទៅជួនកាលកើតអេតកើតអីងាប់តែទៀតដោយសាររឿងដែលយើងប្រព្រឹត្តខុសតែប្រទេសតែបដាស់អញ្ចឹងទៅអាហ្នឹងវាជាលក្ខណៈនៃអំពើបាបអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងវាចាអ្វីដែលវាអំពើអាក្រក់ព្រះអង្គឲ្យវាចា
ទាំងពួងនឹងរាប់មិនអស់ទេវាមានច្រើនទៅឋានទៀតនឹងទាំងផ្លូវកាយទាំងផ្លូវវិជ្ជាផ្លូវចិត្តហ្នឹងក៏វាសម្បើមណាស់ដែរទៀតកណាដូចយើងកំពុងយូរកាកំពុងនិយាយធរហ្នឹងចិត្តហ្នឹងក៏វាមិនតាន់ថាសុបទៅក្នុងធរហ្នឹងដែរវានៅចិត្តកំណត់បៀតបៀនអ្នកដទៃតែចិត្តផ្សេងចិត្តគេថាចិត្តជាទេវទត្តណាមកជាទេវតាណាហ្នឹងភាសាយើងដែលយើងនិយាយថាជួនកាចិត្តកំណត់អីហ្នឹងអាក្រក់ចេញមកពីក្នុងតែមាត់ជាទេវតាដូចជាចេះនិយាយអីទៅល្អហ្នឹងហើយផ្អែមណាចេះធោពោធោអីមើលទៅដូចជាលក្ខណៈសំសួនគួរជ្រះថ្លាតែត្រង់ថាចិត្តកំណត់ខ្លួនឯងហ្នឹងជាទេវទត្តស្រេចទៅហើយហើយបើយើងនិយាយពីដៃគូសុភាពរស់ស៊ីជាមួយគ្នាហ្នឹងជួនកាលនិយាយល្អជាមួយគ្នាមិនតែចេញទៅខាងក្រៅក៏มันដូចនៅពាក្យសម្ដីដែរនិយាយទេនិយាយផ្សេងកណាទង្វើផ្សឹងកំណត់អាក្រក់និយាយដូចថាយើងត្រូវគ្នាអញ្ចឹងណាតែនៅក្នុងចិត្តហ្នឹងមិនត្រូវគ្នាថាត្រូវចេញក្រៅហ្នឹងយើងត្រូវធ្វើអីបោកប្រាស់គ្នាអញ្ចឹងអាហ្នឹងកំណត់អាក្រក់ដែរចិត្តទៅវាមិនល្អថាចិត្តជាទេវទត្តហ្នឹងគឺថាគាត់មុនដំបូងសម្ដីអីយើងបរិយាយរៀបរាប់អីមើលទៅដូចតំណងគាត់ណានឹងដល់ពេលចិត្តគំនិតហ្នឹងលាក់បាំងខាងក្រៅចេញទៅក្រៅថាមនុស្សដែលនៅពីមុខមិនឃើញកាន់ដាវអីទេប៉ុន្តែលាក់ដាវខាងក្រោយណាខាងក្រោយមកដល់ពេលចេញផុតដកដាវដេញកាប់ទេណាហ្នឹងសភាពនៃមនុស្សចិត្តអាក្រក់ហ្នឹងគឺថាមានច្រើនដែរអញ្ចឹងបានព្រះសម្មាសម្ពុទ្ធថាឲ្យវាបងទៅអាចិត្តគំនុំគុំគួនអាចិត្តចង់បៀតបៀនណាកណាឲ្យអ្នកដតីដល់នៅសេចក្តីវិនាសចិត្តចង់លួចទ្រព្យសម្បត្តិគុំនុំគុំគួនចង់បានអំពៃអីហ្នឹងគឺថាក៏បីលះបង់អាហ្នឹងគឺពើបាបទេតែយើងនិយាយពីបាបទាំងពួងណាហើយទៅរាប់មិនអស់ទេហើយញាតិញោមពុទ្ធបរិស័ទព្យាយាមសិក្សាទៅបានដឹងទៀតអាហ្នឹងយើងពិភាក្សាប៉ុណ្ណឹងប៉ុន្តែចូលមកដល់ចំណុចទី2ណាមុនបងព្រះសម្មាសម្ពុទ្ធបងសម្ដែងថាសัพពបាបស្សៈអករណង្សមិនអោយធ្វើនៅអំពើបាបទាំងឡាយទាំងពួងដល់ពេលចំណុចទី2ព្រះអង្គសម្ដែងថាកុសលសោបសម្បទាហើយញ៉ាំងកុសលដល់ព្រមធ្វើកុសលនោះឲ្យបានច្រើនយ៉ាងម៉េចទៅវិញគាត់ចាស់ណាសូមរតនានិមន្តមើលទៀតធ្វើកុសលធម៌ឲ្យបានច្រើនគុណណាទៀតការធ្វើនៅអំពើជាកុសលគឺការចម្រើននៅកុសលហ្នឹងរហូតដល់ព្រះអរហត្តមគ្គអរហត្តផលហ្នឹងទៅជាកុសលទៀងលែងប្រែប្រួលនឹងកុសលដែលយើងខំសន្សាងនៅក្នុងកុសលជាលោកយៈនឹងមានទានសិលភាវនានឹងចម្រើនឲ្យបានល្អប្រពៃមិនដាក់ចុះនៅធុរៈព្យាយាមរហូតដល់ទីបំផុតនឹងគឺកុសលនឹងត្រូវតែព្យាយាមចម្រើនហើយចម្រើនទៀតដូចជាកុសលថ្នាក់នៃការអំណត់អត់ធន់សេចក្តីសង្កត់ចិត្តនេះនឹងគឺបុគ្គលត្រូវសាងត្រូវខំប្រឹងប្រព្រឹត្តនឹងព្រោះការអំណត់អត់ធន់វាជាកុសលមួយដែលល្អធ្វើឲ្យចិត្តយើងនឹងចម្រើនដោយកុសលនឹងមានសុខភាពល្អផ្លូវចិត្តនឹងច្រើនភាពអំណត់ណាទៀតណាអញ្ចឹងគឺដល់ពេលវេលាហើយទៀតកណានៅពាក្យថាញ៉ាំងកុសលធម៌ឲ្យច្រើនហ្នឹងមានន័យថាទានក៏យើងធ្វើសិលក៏យើងធ្វើសមាធិកម្មដ្ឋានអប់រំចិត្តហ្នឹងក៏ត្រូវធ្វើឲ្យច្រើនណាដើម្បីចម្រើននៅកុសលធម៌ហ្នឹងជាទីពឹងសម្រាប់មនុស្សយើងគ្រប់គ្នាមនុស្សយើងកាលណាបើអត់មានបុណ្យអត់មានកុសលទេมันអាចបានអត្តភាពមកជាមនុស្សណាគាត់អត់បានដូចជាយើងខ្វះសិល5អីហ្នឹងมันងាយទេគាត់ចាស់ណានឹងដើមកំណើតដែលនាំឲ្យកើតមនុស្សហ្នឹងក៏វាមានសិល5ហ្នឹងឯងជាមូលហេតុដែលយើងត្រូវសន្សំត្រូវធ្វើឲ្យបានច្រើនទៀតហ្នឹងហើយជាបន្តទៅទៀតនឹងតកតងពីការចម្រះចិត្តមិនគាត់ចាស់ពាក្យចម្រះចិត្តចូលរួមចិត្តហ្នឹងគឺចម្រះចិត្តដែលបាបនឹងចោលកណាទៀតចិត្តលោភៈក៏លះបង់ចម្រះចោលកន្ទោបង់ចោលចិត្តដែលមាននៅទោសៈក៏លះបង់ដែរនឹងចិត្តដែលមានមោហៈត្រូវលះបង់នឹងការធ្វើយ៉ាងហ្នឹងគេហៅថាចម្រះចិត្តកណាអរគុណគុណចាស់សរុបសេចក្តីមកវិញបានឆ្លើយមកហើយពីទី1មិនធ្វើនៅអំពើបាបទាំងពួងគឺថាបើ
បាបអ្វីក៏ដោយដែលជាអំពើបាបក៏បីវាបងហើយទី2ក៏បីធ្វើនៅកុសលធម៌បានច្រើនធ្វើទានធ្វើរក្សាសិលឬក៏ថាសមាធិអីហ្នឹងដើម្បីឲ្យបានចម្រើននៅកុសលធម៌ហ្នឹងមួយថ្ងៃហ្នឹងឲ្យបានចម្រើនទៅទាំងហ្នឹងឲ្យបានច្រើនហើយមួយទៀតជំរះចិត្តមានចិត្តលោភៈចិត្តទោសៈចិត្តមោហៈដែលនៅក្នុងមួយថ្ងៃហ្នឹងខឹងកូនខឹងប្រពន្ធខឹងប្តីហ្នឹងក៏បីរៀនលះបង់ហើយជាពិសេសថ្ងៃមាឃបូជាហ្នឹងអញ្ជើញមកស្ដាប់ធម៌ដើម្បីបានជំរះបង់នៅចិត្តអកុសលឲ្យបានអស់ទៅណាឥឡូវអស់ពេលវេលាហើយណាសូមប្រគិនបុណ្យជូនបុណ្យ